ញត្រកខ្មែរញកខ្សែទាំងបីទាំងខ្មៅកាំងវៃលីទាំងភ្នែកស្រីបាទសូមគោរពសម្ដេចត្រង់អាដាមលោកជំទាវលោកស្រីនៅនាងកញ្ញាជាទីគោរពបាទលោកតាលោកយាយជាទីស្នេហាបាទថ្ងៃនេះខ្ញុំបាទខេមរាបាននាំក្មួយស្រីចាំងចន្ទរាវតីមកដល់ស្ទូឌីយោបាទ Connery Media បាទឃើញថាបងប្រុសគាត់បានបង្ហាញនៅសមត្ថភាពរបស់ក្មួយតាមរយៈបទភ្នោសមុទ្របាទគឺថាបទនេះពីរោះណាស់សំឡេងម្ចាស់ដើមគឺរាជិនីសំឡេងមាសបាទលោកយាយរស់សេរីសទ្ធាបាទគឺថាបទនេះគឺថាពេញនិយមហើយគឺពីរោះមែនតែម្ដងបាទជាបទមេមិនចឹងទេបងប្រុសបាទគឺថាបទនេះល្អណាស់ហើយប៉ុន្តែអ្វីដែលខ្ញុំបាទបង្ហាញជូននៅក្នុងថ្ងៃនេះគឺចង់ជម្រាបទៅដល់លោកតាលោកយាយឲ្យបានជ្រាបថាបាទក្រោយពេលដែលបាទបងប្រុសហើយនឹងក្រុមការងារគឺលោកគ្រូសិតបាទជាតន្ត្រីករលោកបានរៀបចំបច្ចេកទេសសម្លេងភ្លេងបាទមានមានអីចឹងទៅគឺថាស្ដាប់ទៅពីរោះណាស់ហើយក្មួយតែម្ដងនៅថ្ងៃនេះក្មួយធ្វើបានល្អជាទីបំផុតសម្រាប់គណៈនេះសូមអភ័យទោសបាទជាប់មាត់ហើយចំពោះអារម្មណ៍របស់បងប្រុសតើពេលដែលក្មួយបានមកសាកល្បងបាទសមត្ថភាពនៅក្នុងគណៈនេះតើអារម្មណ៍របស់បងគិតថាតើក្មួយអាចធ្វើបានក្នុងកម្រិតណាដែរបាទសូមអញ្ជើញបាទខ្ញុំសូមថ្លែងអំណរគុណចំពោះដែលបានចូលរួមនៅក្នុងកម្មវិធីនេះបាទហើយការដែលមើលទៅសមត្ថភាពរបស់ក្មួយវន្តីនេះបាទខ្ញុំសម្លឹងឃើញមានភាពជាមរតកដើមទៅច្រើនជាងបាទអរគុណណាស់បងទៅរមមរតកដើមបាទហើយអ្វីដែលខ្ញុំចាប់អារម្មណ៍គឺខ្ញុំជាអ្នកគ្រប់គ្រងបាទបត់មរតកដើមផងបាទអញ្ចឹងដល់តែពេលខ្លះខ្ញុំក៏ស្ដាប់ឃើញវីដេអូរបស់គាត់ណាបាទដែលច្រៀងនៅតាមមកដេញនីសាក់សម្លេងមើលបាទខ្ញុំក៏ចាប់អារម្មណ៍ដែរតែមកដល់ពេលនេះខ្ញុំឃើញថាក្រោមការយើងថតអីសាកល្បងរៀបចំអីមើលទៅគឺឃើញថាសម្លេងរបស់ក្មួយស្រីគឺឈានទៅរកមកដល់ដើមច្រើនជាងបាទអានេះគឺខ្ញុំពេញចិត្តដែរបាទវាខុសគ្នានឹងបទខ្លះដែលយើងបានច្រៀងកន្លងមកណាបាទអញ្ចឹងខ្ញុំសប្បាយចិត្តដែរថ្ងៃនេះខ្ញុំបានឃើញក្មួយស្រីមកច្រៀងនៅ Studio Connery Media បាទហើយអរគុណលោកឪពុករបស់គាត់ដែលគាត់បានបង្កើតកូនមកម្ដាយឪពុកបានបង្កើតកូនមកហើយដោយមានសមត្ថភាពមានទឹកដមសម្លេងដ៏គួរឲ្យចាប់អារម្មណ៍មួយបាទហើយខ្ញុំពិនិត្យឃើញថាបើសិនជាក្មួយស្រីបាទស្ដាប់នៅដំបូលមានរបស់គ្រូតន្ត្រីករជើងចាស់ពីដើមមកឬក៏ថ្មីក៏ដោយក៏គេបានណែនាំគឺថាអនាគតរបស់ក្មួយនឹងឈានទៅរកភាពល្អភាពល្អបាទហើយខ្ញុំសង្ឃឹមថាខ្ញុំជឿជាក់ថាក្មួយគាត់មានសមត្ថភាពឲ្យតែព្យាយាមគាត់មានហើយបាទទឹកធំសម្លេងទុនរបស់គាត់មានហើយប៉ុន្តែនៅកែនៅខាងបច្ចេកទេសហ្នឹងហើយនៅអំពីស្ដាប់អំពីទម្រង់នៃបទចម្រៀងនីមួយណាបាទអញ្ចឹងខ្ញុំសង្ឃឹមថាថ្ងៃមុខទៅគឺក្មួយស្រីនឹងឈានទៅដល់ចំណុចល្អបាទសូមអរគុណណាស់បងសូមអរគុណណាស់ហើយចុះនៅពេលដែលបទភ្នោសមុទ្រនេះនៅបានចេញទៅក្នុងគណៈមិញនេះតើអារម្មណ៍របស់បងបាទដែលជាបាទបង្កើតនៅក្រុមភ្លេងនេះឡើងតើអារម្មណ៍របស់បងយល់ថាតើក្មួយមាននៅខ្វះចន្លោះអីទៀតឬក៏យ៉ាងណាដែរបាទចំពោះបទចម្រៀងមួយបទមិញនេះដែលយើងបានប្រគំគឺថាគឺមាននៅចំណុច
ខុសនៃខ្សោយបន្តិចបន្តួចតែប៉ុណ្ណឹងទេតិចតួចណាបងណាតិចតួចប៉ុណ្ណឹងទេបើគិតជាភាគរយប្រហែលជាប្រមាណភាគរយទៅដែលគាត់ទទួលយកបានល្អ10%អីគឺថាបាទតិចតួចណាបាទដែលចំណុចខ្វះខាតទេណាតែប្រហែលជា10%ទេបាទហើយអញ្ចឹងទៅគឺខ្ញុំពិនិត្យឃើញថាវាគ្រាន់បើជាធ្វើត្បិតតែឧបករណ៍របស់យើងលេងមិនបានគ្រប់គ្រាន់មែនបាទព្រោះភ្នូសមុទ្រនៅក្នុងស្ទូឌីយោនេះយើងលើកមុនយើងបានលេងម្ដងរួចហើយប៉ុន្តែប្រគំជាអូខេបាទតែពេលនេះធ្វើបិទឧបករណ៍យើងមិនគ្រាន់គ្រប់គ្រាន់ប៉ុន្តែសំឡេងរបស់ក្មួយស្រីហាក់បីដូចជាយោងបានច្រើនជាងយោងបានច្រើនជាងបាទអរគុណណាស់បងអរគុណណាស់នេះគឺជាប្រសាសន៍ពិតរបស់បងដែលជាម្ចាស់ Studio Connery Media ហើយសម្រាប់ក្មួយវិញបាទហើយក្មួយទទួលយកការណែនាំអំពីលោកគ្រូហៅលោកគ្រូអញ្ចឹងចុះបាទព្រោះយើងអាចចាត់ទុកថាបងប្រុសគឺជាគ្រូម្នាក់បាទលោកអ៊ំគឺជាគ្រូម្នាក់ហើយគឺជាគ្រូមែនតើនៅពេលដែលខុសគាត់បានដូចថាណែនាំទៅដល់ក្មួយទៅដល់របៀបនៃការបង្កើតបច្ចេកទេសនៅក្នុងការលើកដាក់សម្លេងនេះគឺថាបានល្អណាស់តែអារម្មណ៍របស់ក្មួយយល់យ៉ាងម៉េចដែរនៅពេលដែលបានគាត់បានប្រាប់ដល់ក្មួយចាអ៊ំសម្រាប់ក្មួយគឺមានអារម្មណ៍ថាខ្លួនឯងក៏ចាប់ផ្ដើមមានគេហៅថាបច្ចេកទេសក្នុងការច្រៀងទាំងលោកគ្រូដែលបានបង្រៀនប្រាប់ថាចំណុចដូចមិញហ្នឹងគឺខ្ញុំច្រៀងបាន 3-4 ដងដែរហើយមានកន្លែងពាក្យខ្លះខុសពាក្យខ្លះភ្លាត់ចឹងគាត់ប្រាប់ថាឲ្យកែកន្លែងហ្នឹងទៅក៏ខ្ញុំកែតម្រូវតាមបាទហើយអញ្ចឹងទៅក៏វាអាចថាកែប្រែនៅសមិទ្ធផលថ្មីមួយទៀតឲ្យខ្លួនឯងចេះលេងពាក្យទៀតសមិទ្ធផលថ្មីបានន័យថាល្អណាស់បានតែគាត់មានការយល់ដឹងហើយតាមការបាត់ធ្វើបទបង្ហាញផ្សេងរយៈពេលកន្លងមកណាបងគាត់ដូចថាយើងដូចបងមានប្រសាសន៍យ៉ាងខាងដើមថាគាត់ធ្លាប់តែច្រៀងនៅលើឆាកតន្ត្រីផ្សេងមិនទាន់មានបទពិសោធន៍ហើយមិនទាន់មានទទួលបានការណែនាំពីលោកគ្រូតន្ត្រីករលោកគ្រូចម្រៀងអីចឹងទៅគេថាច្រៀងចេះថាសំឡេងគាត់ទុនគាត់មានហើយប៉ុន្តែចេះទៅតែខ្វះបច្ចេកទេសប៉ុន្តែពេលនេះគឺក្មួយបានទទួលយកនៅរបត់ថ្មីមួយគឺថាល្អមែនតើហើយតាមរយៈបទភ្នោសមុទ្រនេះខ្ញុំស្ដាប់ទៅលំភឺសម្បល់តែម្ដងបាទគឺថា Studio Connery Media គឺលេងបទតែ original ទេបាទគឺថារក្សាមរតកដើមរក្សានៅទម្រង់ដើមទាំងស្រុងបាទហើយដោយសារខណៈនេះសូមអភ័យទោសផងក្រុមបច្ចេកទេសបាទគាត់មិនគាត់ដោយសារគាត់មានរវល់មិនអញ្ចឹងណាបងណាបាទមកលេងតែបាទជាអកប៉ុន្តែអកនេះស្ដាប់ទៅព្រោះណាបាទព្រោះមែនតើហ្មងបាទដូចលេងប្រគំអញ្ចឹងបាទសូមអរគុណច្រើនហើយក្នុងខណៈនេះបាទសូមអញ្ជើញលោកតាលោកយាយសន្តាប់នៅទឹកដមសម្លេងរបស់ក្មួយដែលបានច្រៀងនៅក្នុង Studio Connery Media នេះដោយក្តីគោរពអរសូមជើញវាសនាភ្លៀងឈាមវិ
ដល់ដួងវិញ្ញាណក្ខន្ធអស់លោកស្រីនៅនាងកញ្ញាកវីនិពន្ធតារាចម្រៀងតារាសម្ដែងនិងវីរៈសិល្បករដែលបានបាត់បង់ជីវិតទាំងអស់សូមបានសោយសុខនៅក្នុងស្ថានសួគ៌ក្នុងភ្នោវិមានកៅមាសកំបីឃ្លៀងឃ្លាតឡើយ